នៅវេលារសៀលថ្ងៃប្រហ័សទី27ខែវិច្ឆិកាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅនេះក្នុងកលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឲ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកាលពីព្រឹកមិញនេះលោកសំអានបានបង្ហោះសារនៅក្នុងគណនី Facebook របស់ខ្លួនថាពងណាំរងនេះជាប់ស្រុកគំរៀងខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោកអៀងសារីបានកាន់កាប់ហើយមានលោកអ៊ីឈៀនជាមេតបនាសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80លោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ពងណាំរងជាប់ស្រុកគំរៀងនេះព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះប៉ុន្តែប៉ុន្មាន1ម៉ោងក្រោយមកឯកឧត្តមអ៊ីឈៀនបានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថាអ្វីដែលសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គមនិងការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាកំពុងអនុវត្តដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំងខ្ញុំនិងប្រជាជនទាំងអស់នឹងរងចាំមើលថាតើលោកសំអានដែលតាំងខ្លួនជាអ្នកជំនាញព្រំដែននឹងឆ្លើយតបយ៉ាងណានោះចំពោះឯកឧត្តមអ៊ីឈៀនហើយតើលោកសំអានមានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួននិងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដសង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តមអ៊ីឈៀនថាគាត់និយាយកុហកឬក្បត់ឧត្តមគតិដោយអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោកនិងក្រុមរបស់លោកនោះទេនិយាយដោយត្រង់តាមដែលខ្ញុំមើលឃើញនិងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នានោះដែរគឺរហូតមកដល់ពេលនេះអ្វីដែលលោកសំអាននិយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែនហាក់ដូចជាគ្មានអ្វីច្បាស់លាស់អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទីក្រៅតែពីបានទៅសុំហ្វូតូកូពីពីផែនទីមួយផ្ទាំងពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានាឃើញតែលើកឡើងថាអ្នកនេះឬអ្នកនោះបាននិយាយថាដីខ្មែរពីមុននៅនោះមិនមែននៅនេះទេដូចជាករណីដែលគាត់លើកឡើងថាឯកឧត្តមអ៊ីឈៀនបាននិយាយដូចនេះនៅពេលដែលឯកឧត្តមអ៊ីឈៀនច្រានចោលថាជាការប្រឌិតឡាក់ខ្ញុំសូមឲ្យយោបល់ដូចនេះថាបើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយបើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលអស់លោកបានហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីជាជំនួយក្នុងការវាស់វែងបោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាលដើម្បីឲ្យអ្នកមានជំនាញព្រំដែនពិតប្រាកដអាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីបើអស់លោកមិនមកប្រទេសខ្មែរទេលោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីឲ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឲ្យដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោកខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះពីមូលដ្ឋានបច្ចេកទេសផែនទីអស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើនក្នុងករណីដែលអស់លោកប្រកាន់សច្ចភាព